បន្តទៅទៀតនៅពេលដែលភារៈធារីស្ដីទីរបស់អាមេរិកបានសន្យាថាតែមួយរយៈពេលទេនឹងមានការចរចាប្រែប្រួលទៀតនេះគឺជាការយកចិត្តទុកដាក់របស់ពួកមន្ត្រីថៃវាមិនដូចខ្មែរយើងទេខ្មែរយើងអត់មានអីតវ៉ាទេមានតែមកភូតប្រជាជនខ្លួនឯងឲ្យចូលឲ្យអួតតែប៉ុណ្្នឹងទេណាសូមបញ្ជាក់ថាមុខមាត់នៃប្រទេសវាសំខាន់តែនៅខ្មែរយើងមុខមាត់មេដឹកនាំសំខាន់នៅប្រទេសគេមុខមាត់ប្រទេសសំខាន់នេះគឺជាភាពខុសគ្នានៃការអនុវត្តប្រទេសថៃមុខមាត់នៃប្រទេសសំខាន់ណាស់ចំណែកខ្មែរយើងមុខមាត់នៃមេដឹកនាំសំខាន់តែមុខមាត់នៃប្រទេសមិនសូវសំខាន់អញ្ចឹងថៃបានតវ៉ាហើយនឹងបន្តតវ៉ាទៀតហើយនឹងបន្តចាំមើលលទ្ធផលដែលតុលាការកំពូលនៃប្រទេសអាមេរិកនឹងសម្រាប់យ៉ាងណាចំពោះអំណាចប្រើប្រាស់ពន្ធគយ tariff របស់លោកប្រធានាធិបតី Donald Trump នៅក្នុងពិភពលោកខ្ញុំឮសូរមិនច្បាស់ដែរដូចជាថ្ងៃទី15ឬ16នេះវាត្រូវមានសេចក្តីសម្រេចរបស់ Supreme Court ណារបស់ Supreme Court មានសេចក្តីសម្រេចរបស់ Supreme Court ដែលតាក់ទងទៅនឹងដែលតាក់ទងទៅនឹងដែលតាក់ទងសេចក្តីសម្រេចរបស់តុលាការកំពូលថាតើលោកប្រធានាធិបតី Donald Trump មានអំណាចដាក់ពន្ធទៅលើបណ្ដាប្រទេសនានាឬទេពីព្រោះតាមមតិខ្លះគេថាអ្នកដែលអាចដាក់ពន្ធទៅលើប្រទេសនានាឬទៅលើអាមេរិកគឺមានតែរដ្ឋសភាអានេះគឺជាចំណែកមួយណាអាហ្នឹងគឺជាចំណែកអញ្ចឹងខ្ញុំឆែកមើលណាប្រទេសថៃកំពុងតែប្រុងប្រយ័ត្នខ្លួនដើម្បីនឹងចរចាពន្ធគយជាមួយអាមេរិកបន្តទៅទៀតក្រោយពីអាមេរិកបានផ្អាកណាបានផ្អាកមកទល់ថ្ងៃទី15ខែមករានេះតុលាការកំពូលមិនទាន់ណាតុលាការកំពូលមិនទាន់បានសម្រេចនៅឡើយទេករណីសម្រេចរបស់តុលាការកំពូលអំពីពន្ធគយ tariffs នៅសហរដ្ឋអាមេរិកថាតើលោកប្រធានាធិបតី Donald Trump មានសិទ្ធិអំណាចនឹងដាក់ពន្ធគយលើបណ្ដាប្រទេសនានាឬទេដែលតាមមតិខ្លះថាមានតែសភាអាមេរិកទេទើបមានអំណាចនឹងត្រូវយកមកគិតខ្ញុំឮសូរថាថ្ងៃទី15មានការសម្រេចឥឡូវនេះអត់ទាន់មានទេណាSupreme Court តុលាការកំពូលនៃសហរដ្ឋអាមេរិកប្រហែលជានឹងបញ្ចេញនៅសេចក្តីសម្រេចចិត្តនៅថ្ងៃទី20ឬ21ខែមករាឆ្នាំ2026នេះការតវ៉ាបានធ្វើឡើងតាំងពីខែវិច្ឆិកាឆ្នាំ25ណាដែលតាក់ទងអំពីសិទ្ធិអំណាចថាតើលោកប្រធានាធិបតី Trump អាចនឹងប្រើប្រាស់ច្បាប់មួយហៅថា International Emergency Economic Power Act IEEPA ដើម្បីដាក់ពន្ធលើបណ្ដាប្រទេសទាំងអស់ឬទេការរងចាំនេះណាវាតាក់ទងនឹងរឿងធំដែលប្រសិនបើតុលាការកំពូលនៃសហរដ្ឋអាមេរិកកាត់ថាលោកប្រធានាធិបតី Trump មានអំណាចដាក់ពន្ធគយនិងដំណើរការទៅមុខទៀតតែបើសិនណាជាតុលាការកំពូលកាត់សេចក្តីថាលោកប្រធានាធិបតី Trump គ្មានអំណាចដាក់ពន្ធគយសហរដ្ឋអាមេរិកត្រូវសងពន្ធគយទៅកាន់ប្រទេសនានានៅក្នុងពិភពលោកវិញត្រូវសងពន្ធគយដែលយកពីគេនឹងវិញដែលមានតម្លៃជាទឹកប្រាក់
ប្រមាណជា130ទៅ150,000 លានដុល្លារណានេះគឺជាណាអ្វីដែលយើងរងចាំអញ្ចឹងថ្ងៃទី21ណាថ្ងៃទី21ទៅមានចម្លើយនៅក្នុងរឿងហ្នឹងខ្ញុំស្មាននៅថ្ងៃ15ខ្ញុំតាមស្ដាប់ដែរត្រឡប់មកវិញប្រទេសថៃមានការអន់សម្ព័ន្ធចិត្តខ្លាំងនឹងអាមេរិកដោយធ្លាក់ចូលក្នុងបញ្ជីប្រទេសទាំង75ដែលអាមេរិកបិទមិនចេញទិដ្ឋាការអន្តរប្រវេសន៍ថ្មីត្បិតតែជនជាតិថៃមិនសូវធ្វើអន្តរប្រវេសន៍មកអាមេរិកក៏ដោយក៏គេចាត់ទុកថាជាកិត្តិយសនៃប្រទេសគេដែលគេអត់ចង់ធ្លាក់នៅក្នុងបញ្ជីជាមួយនឹងកម្ពុជាទេនេះគឺជាអ្វីដែលមេដឹកនាំថៃតែងយកចិត្តទុកដាក់គេអត់ដែលណាគេអត់ដែលប្រហែសទេនឹងអញ្ចឹងអូខេឆ្លើយនឹងសំណួរណាគុណនេះសួស្ដីណាសំណាងការរឹតបន្តឹងលើទិដ្ឋាការអន្តរប្រវេសន៍អាចជាសញ្ញាពីអាមេរិកប្រាប់មកមេដឹកនាំទាំង4ប្រទេសនៅអាស៊ានរវាងគម្លាតទំនាក់ទំនងអាមេរិកនិងចិនឬទេមានខ្លះទោះបីមិននិយាយក៏មានដែរចម្លើយថាមានណាឧទាហរណ៍ជាក់ស្ដែងការដាក់ប្រទេសថៃចូលក្នុងបញ្ជីប្រទេស75គឺជាការបន្ថោកតម្លៃការទូតថៃអន់សម្ព័ន្ធចិត្តខ្លាំងហ្នឹងគឺត្រឹមត្រូវរបស់វាពីព្រោះអាមេរិកបន្ថោកវាហើយមិនក៏អាមេរិកបន្ថោកវាតាក់ទងនឹងសំណាងសួរខាងលើហ្នឹងសំណាងថាវាមានតាក់ទងនឹងរឿងសម្ព័ន្ធមេត្រីភាពរវាងប្រទេសនឹងជាមួយចិនទេ yes អូខេកូន yes វារៈបើរស់នៅអូស្ត្រាលីយ៉ាងម៉េចដែរល្អកូនល្អ choose my family is current on process getting US employment based immigration visa does this affect us no not affected employment visa is open គ្រាន់តែតឹងជាងមុនអារឿងតឹងជាងមុនវាតឹងប៉ុន្តែ it's not closed it's open អមយល់ថាត្រាំដឹកនាំល្អជាងឬអន់ជាង Biden ល្អជាងក៏ប៉ុន្តែលំបាកចំពោះខ្ញុំវាលំបាកក្នុងការរកស៊ីធ្វើការដឹកនាំល្អជាងតែលំបាកណាវាងវ៉ាន់តេងថៃពាត់បន្លាស់លួឡើងវិញនៅថ្មដាហើយព្រឹកនេះថៃវាមិនមែនឲ្យចិនមកកាងទេវ៉ាន់តេងអើយខ្ញុំនិយាយប្រាប់ថាអ្នកដែលនិយាយអកលក់លើអីហ្នឹងវាអត់ដឹងថាសៀមវាសាហាវណាខ្ញុំប្រាប់វាផ្ទះអាមេរិកផ្ទះកាភ្លៀងអាមេរិកដកប៉ាសពតវត្តចោលវាមិនមែននេះណាហើយសាក់សៀមនេះវាមានផ្លូវវាពីរនៅពីមុខអាសៀមវារៀនតាមអង់គ្លេសណាអង់គ្លេសបើវាយកយើងទៅប្រហារណាយើងអត់ដឹងទេបារាំងវាខុសគ្នាពីអង់គ្លេសបារាំងឆ្លើយកាលណាវាត្រួតត្រាអាណានិគមអីវាចង់កាត់ក្បាលអាណាអីវាចាប់យកទៅកាត់ក្បាលភ្លាមអង់គ្លេសអត់ទេអង់គ្លេសតិចប៉ុន្តែសាហាវដូចគ្នាអាណានិគមនិយមណាមិនសាហាវបានទិញប៉ុន្តែរបៀបខុសគ្នាអង់គ្លេសវាឲ្យជនស៊ីវិលធ្វើជាអភិបាលចំណែកបារាំងវាឲ្យទាហានវាឲ្យ official ធ្វើជា administrator អញ្ចឹងទាហានវាធ្វើអីវាចាញ់មុខចំណែកអង់គ្លេសអត់ចាញ់មុខទេតែសាហាវដូចគ្នាសៀមវាទន់ភ្លន់ណាវាទន់ភ្លន់ប៉ុនមិនមែនទេភាពពិតវាអត់មានទេសាហាវណាត្រូវដឹងប្រហែលអាចិននៅថ្មដាហ្នឹងខ្ញុំនិយាយភាគមុនហើយថាសៀមវានិយាយស្រួលចឹងទេវាអូកវឹងផ្ទះកាភ្លៀងណាហើយហ៊ានតវ៉ាវាអូកវឹងចូលឡានវាដាក់សៀតការមកក្របទាំងអូខេវាដុតខ្មោចចោលហើយយកដាក់ម៉ាស៊ីនកាន់លេស៊ីម៉ង់ចាក់យកទៅតម្លាក់ចោលនឹងទលេអូមិនតាន់ដឹងវាឆ្នាំ78ចុងឆ្នាំ78វាបាញ់ខ្ញុំកណ្ដាលតាមទ្រូងទាំងវាអត់ទេសាហាវណា
ខ្មែរមិនទាន់ដឹងទេមិនទាន់ដឹងជាមួយវាទេសម័យជនភៀសខ្លួនណាអាមេរិកកាំងតវ៉ាវាអូសក្បាលអាមេរិកកាំងយកប៉ាសពតវត្តចោលណាអង្កលតែវាយកខ្មែរមកចាក់ចោលនៅភ្នំដងរែកមានជនបរទេសម្នាក់ស្បែកសអង្គការសហជីវជាតិខាង UNHCR តវ៉ាវាប្រាប់គ្រូខ្ញុំកាលហ្នឹងគ្រូខ្ញុំនៅជាប្រធានកាលហ្នឹងគ្រូខ្ញុំដូចគាត់ប្រធាន ESCAP គ្រូខ្ញុំខ្មែរដែរគាត់លើ96ឆ្នាំគាត់ជាប្រធាន ESCAP គាត់ធ្វើការប្រធាន ESCAP កាលហ្នឹង ESCAP ការិយាល័យ ESCAP នៅស្រុកស្ទៀមរដ្ឋាភិបាលថៃគ្រឿងសក្ឆាមណានកាលនោះឧត្តមសេនីយ៍គ្រឿងសក្ឆាមណានវាប្រាប់អង្គការសហជីវជាតិវាប្រាប់ថាយកអាម៉ាស៊ីននឹងចាញ់ពីស្រុកវាពេលហ្នឹងអាប៉ែកហ្នឹងខ្ញុំភ្លេចឈ្មោះដល់ទៅបើកមើលវាស្បែកសមិនដឹងវាអាមេរិកកាំងអីវាជាមន្ត្រីសហប្រជាជាតិណាពេលតែពួកសៀមវាចាប់ដើមដឹកជនភៀសខ្លួនទៅចាក់ចោលនៅព្រះវិហារអាបរទេសស្បែកសម្នាក់ហ្នឹងវាតវ៉ារដ្ឋាភិបាលគ្រឿងសក្តិនឹងប្រាប់មក UN នៅបាងកកប្រាប់ថាឲ្យវាចាញ់ពីស្រុកថៃប្រាប់ចឹងមកថាកុំទៅមុខទៅមាត់ខ្ញុំប្រទេសខ្ញុំយួនវាយបុកចូលកម្ពុជាហើយតបចិត្ត200,000នាក់កុំទៅមុខទៅមាត់ខ្ញុំបើចង់សឹកអង្គការសហជីវជាតិត្រូវឲ្យអាមន្ត្រីនឹងចាស់ចាញ់ណាបានតែងពីព្រោះតាណាវានិយាយអញ្ចឹងកលាប់ឡានណាយល់ពាក្យកលាប់ឡានណាកលាប់ឡានណានឹងឆ្នាំ79ណាកលាប់ឡានណាគ្រូខ្ញុំគាត់និយាយគាត់ថានៅបាងកកអត់អីទេឡូឡាខ្លាំងចាញ់ក្រៅខេត្តភ្លេចខ្លួនកលាប់ឡានភ្លាមកលាប់ឡានងាប់របួសពិការអត់បានទេជាមួយសៀមយើងមិនដែលឃើញវាសាហាវយើងអត់ដឹងថាវាសាហាវប៉ុណ្ណាសាហាវនៅតាមព្រំដែនណាមេបញ្ជាការណសេជាតិបណ្ដោះជាប្រដ្ឋខ្មែរណាមេបញ្ជាការណសេជាតិបណ្ដោះជាប្រដ្ឋខ្មែរមេបញ្ជាការហ្វុនស៊ិនប៉ាច់មេបញ្ជាការនៅតាមព្រំដែនណាថៃវាຕົកតែមេចោលទេបើសិនជាមេបញ្ជាការនឹងសុចរិតវាមិនសូវຕົកទេបើយើងជាប្រធានជំរំអីអត់អីយើងជាមេបញ្ជាការវាឲ្យសិនសានហើយស្អីនោះຕົកតែចោលទេក្រោយមកវាឲ្យរ៉ានរិទ្ធហើយនឹងសិនសានຕົកតែមេចោលទេអាណាដែលមនុស្សអាក្រក់សៀមវាຕົកអ្នកដែលយកចិត្តទុកដាក់នឹងប្រជាជនឲ្យតែវាដឹងវាឲ្យវាបខំឲ្យសឿនសានហើយនឹងរ៉ានរិទ្ធដកចោលទៅអស់មិនបាយធ្វើចឹងស្គាល់សៀមតិចហើយមកភ្លើអីខ្ញុំមិនកាន់ជើងសៀមអីភ្លើអត់ដឹងខ្ញុំខំប្រឹងនិយាយប្រាប់ឲ្យយល់អត់ដឹងអីទេជួចឹងហើយបានវាយប៉ោងខោ38កន្លែងអត់បានទេជាមួយវាយាមជំរំជនភេទខ្លួនកាប់ឈើងម៉ៃរត់សាកែវខៅដាងអត់អាចយកទៅហ៊ានសៀមមកយាមទេយកតែសរិនអាសរិនលោកជនភេទខ្លួនផងសម្លាប់ផងណាហុកក្តិតនឹងកណ្ដុងភ្លើងផងប្លន់ផងវាយកតែសរិនមកធ្វើទេណាអាហ្នឹងអញ្ចឹងឥឡូវមានអ្នកសួរមួយសួរសំណួរល្អណាអ្នកសួរសំណួរល្អFlorida Life លោកអ៊ំអាមេរិកស្អប់ចិនណាតើហេតុអ្វីចិនមិននៅក្នុងបញ្ជីឈ្មោះប្រទេសទាំង75សំណួរល្អសួរឆ្លើយដំបូងសំណួរសួរថាតើត្រមស្អប់ចិនទេចម្លើយថា no តើត្រមគាត់ស្អប់ចិនទេចម្លើយថា no ត្រមអាគារគាត់ជួលឲ្យចិនអាគារពាណិជ្ជកម្មគាត់ជួលឲ្យតែចិនទេធនាគារចិនអីជួលអាគារគាត់
នៅពេលដែលគាត់សាងសង់ផ្ទះល្វែងអាផ្ទះល្វែងថ្លៃៗណា3លាន2លានដុល្លារមួយគាត់សង់សម្រាប់បំពេញចិត្តអតិថិជនចិនអូខេកាស៊ីណូរបស់គាត់បើកឲ្យតែចូលឆ្នាំចិនគាត់ជប់លៀងហើយពេលព្រោះគាត់ទទួលឲ្យចិនមកលេងបៀនៅកាស៊ីណូគាត់អូខេដល់គាត់ធ្វើប្រធានាធិបតីពីឆ្នាំ2016ដល់2020គាត់ចូលចិត្តចិនចុះគាត់ឡើងធ្វើប្រធានាធិបតីឆ្នាំ2025មកដល់ឥឡូវត្រំចូលចិត្តចិនណាក្មួយមើលត្រំអត់យល់ទេត្រំចូលចិត្តចិនណាចៅត្រំនិយាយភាសាចិនចៅត្រំនិយាយភាសាចិនអាត្រំអត់ជឿហ្វុងស៊ុយទេវុធីជឿហ្វុងលុយវាប្រាប់វិស្វករវាថាហើយកុំចេះអាភ្នែកសប៉ែតនឹងវាចង់អីធ្វើតាមវាទៅឲ្យតែវាទិញអាវិស្វករស្ថាបត្យករថាហេមិនគួរណាធ្វើបាសាំងទឹកដាក់លើទេគេថាហើយចង់មានការធ្វើទេបាទខ្ញុំចង់មានការធ្វើអញ្ចឹងធ្វើតាមចិនទៅព្រោះចិនវាទិញអត់តបទេអញ្ចឹង Florida ត្រំចូលចិត្តចិនណាចូលចិត្តចិនណាអញ្ចឹងសួរទៀតសួរថាបើចូលចិត្តចិនមិនក៏ដាក់ tariff ច្រើនម្លេះដល់ទៅ 150% អាហ្នឹងសម្រាប់រលុយគេទៅធ្វើអញ្ចឹងហ្នឹងហើយចុះបើអញ្ចឹងមិនក៏ដេញនិស្សិតចិនពេលមកដល់ពលានយន្តហោះណាពេលនិស្សិតចិនមកដល់ពលានយន្តហោះជួនកាលចំណាយ5ម៉ោងធ្វើសុភាហើយដេញទៅស្រុកចិនវិញព័ត៌មានថ្មីចាស់ទៅនឹងចាញ់2ថ្ងៃមកនេះកាសែត The South China Morning Post បានផ្សាយថាប្រឈមមុខនឹងនយោបាយអមិត្តប្រឈមមុខនឹងនយោបាយមិនល្អអមិត្តរបស់សហរដ្ឋអាមេរិកលើនិស្សិតចិនចំនួននិស្សិតចិនដែលចូលរៀននៅ Harvard កើនឡើងលើសពីឆ្នាំមុនហើយដឹងទេមិនមែនសោកប៉ាន់ទេគ្រាន់តែតម្រូវការលុយដើម្បីចូលរៀន Harvard ណា370000ទៅនិស្សិតចិនម្នាក់អាចទៅរៀននៅ Harvard មិនមែនដូចលោកគ្រូសេងយាតគេឲ្យមករៀនមួយឆ្នាំអញ្ចឹងទេនិស្សិតចិនដែលមករៀន Master មករៀន PhD នៅ Harvard ត្រូវការ37-380000សាកលវិទ្យាល័យ Harvard ក៏ចំណេញអាមេរិកកាំងក៏ចំណេញលុយ2ថ្ងៃមុននេះកាសែត The South China Morning Post ដែលជាប្រអប់មាត់របស់បកចិនវាថាទោះបីអាមេរិកកាំងអត់ល្អក៏ដោយទីបំផុតនិស្សិតចិនកើនឡើងសន្ធឹកគ្រាន់តែឆ្នាំ25កើនឡើងសន្ធឹកឥឡូវសួរថាម៉េចបានកើនឡើងទី1ការរឹតបន្តឹងអីហ្នឹងជានយោបាយទេទី2គេមិនអាចនឹងបដិសេធនិស្សិតចិនទេពីព្រោះនិស្សិតចិនគឺជានិស្សិតដែលមានលុយរាប់សិបម៉ឺនបើគេឲ្យអាហារូបករណ៍ទៅខ្មែរមួយឆ្នាំគេឲ្យមករៀនដូចលោកគ្រូសេងយាតអីគេឲ្យមករៀនពុទ្ធសាសនាហ្នឹងមានបានអីហើយលោកគ្រូសេងយាតមកក៏គ្មានយកលុយមកដែរអញ្ចឹងបើគេឲ្យអាហារូបករណ៍សិស្សខ្មែរមករៀនមួយឆ្នាំអាហ្នឹងគេឲ្យគាត់ឲ្យយកមុខទេសាលាក៏អត់រកលុយបានសហរដ្ឋអាមេរិកក៏រកលុយអត់បានតែបើឲ្យនិស្សិតចិនម្នាក់យ៉ាងតិច370000អញ្ចឹងលុយវាហូរចូលទៅសាកលវិទ្យាល័យផងហូរចូលទៅអាមេរិកផងហូរចូលសេដ្ឋកិច្ចអញ្ចឹងគេត្រូវឲ្យនឹងមួយណាមួយទី2គេត្រូវការនិស្សិតចិនមករៀនមក1000នាក់ឥឡូវឧទាហរណ៍កុំឲ្យនិយាយ1000នាក់5000នាក់ក្នុងនិស្សិតចិន5000នាក់បើភ្នាក់ងារសម្ងាត់ CIA អាចរើសបានម្នាក់វាចំណេញចារកម្មរបស់អាមេរិកខ្លាំងណាស់ដែលអាចរើសមនុស្សម្នាក់ក្នុងចំណោមនិស្សិតថ្នាក់បណ្ឌិត5000នាក់បើអាចរើសបានភ្នាក់ងារសម្ងាត់ម្នាក់ណាភ្នាក់ងារសម្ងាត់នឹងមិនបាច់ធ្វើអីទេឲ្យទៅកប់នៅក្នុងស្រុកចិនសម្រាប់10ឆ្នាំទៅមុខទៀត
យល់ទេណាហើយគេមិនមែនឲ្យទៅធ្វើការសម្ងាត់អីកងទ័ពអីទេគឺការសម្ងាត់សេដ្ឋកិច្ចរៀងរាល់ថ្ងៃគេត្រូវបញ្ជូនចារៈបរោះកាលណាគេនិយាយពាក្យថាចារៈបរោះហ្នឹងគឺទាំងស្រីទាំងប្រុសណាគេអត់បាច់និយាយថាចារៈបរោះចារៈនារីទេភាសាខ្មែរកាលណាគេនិយាយថាបរោះនៅក្នុងសព្ទនាមមួយគឺគ្រប់គ្រងភេទ2គេអត់បាច់និយាយឲ្យវែងថាចារៈបរោះចារៈនារីទេដូចកម្មករថាកម្មកររោងចក្របើយើងមើលឃើញស្រីគឺស្រីហើយខ្ទើយគឺខ្ទើយហើយគេយកពាក្យថាកម្មករមិនបាច់និយាយថាកម្មករកម្មការនីទេណាភាសាខ្មែរសម័យពីដើមគេកាត់យល់បានយល់ទេអញ្ចឹងគេគិតថាបើ 5,000 នាក់គេអាច recruit បានម្នាក់សម្រាប់10ឆ្នាំទៅមុខទៀតចំណេញគេហ្នឹងឧទាហរណ៍ណាមានរឿងច្រើនទៀតតែតាក់ទងអញ្ចឹងអូខេឥឡូវប្រាប់ទៅ Florida វិញហេតុដូចម្ដេចបានជាគេអត់ដាក់ប្រទេសចិននៅក្នុងបញ្ជី75ប្រទេសអត់មានទិដ្ឋាការអន្តោប្រវេសន៍ត្រមមានចាំទេ Florida ត្រមនិយាយថាវាមាន Gold Card Program តម្លៃ5លានណាប្រទេសចិនវាបោះពុម្ពផ្សាយវាថាគ្មានចិនណាមកចំណាយលុយ5លានដើម្បីទិញ Gold